ខ្ញុំមានមិត្តប្រុសម្នាក់គាត់ដួល100ដងជារៀងរាល់ថ្ងៃដូច្នេះហើយគាត់តែងតែមានស្នាមជាមហាមហើយមើលទៅគួរឲ្យអាណិតគាត់មិនអាចសំបីតែគូរង្វង់សំបីតែវាយមុខក៏អាចធ្វើឲ្យវាជាប់នឹងមុខខ្ញុំដែរសំបីតែទៅបង្គន់ក៏អាចជាប់គាំងក្នុងបង្គន់ដែរប៉ុន្តែថ្ងៃមួយភ្លាមនោះគាត់បានក្លាយជានកប្រដាល់ក្បាច់គុណដ៏អស្ចារ្យម្នាក់ខ្ញុំឈ្មោះគូរ៉ូមីខ្ញុំមិនដែលចាប់អារម្មណ៍លើបុរសសោះទេយ៉ាងហោចណាស់នោះហើយជារបៀបដែលខ្ញុំធ្លាប់មានថ្ងៃមួយខ្ញុំកំពុងហ្វឹកហាត់សិល្បៈបាញ់ធ្នូប៉ុន្តែភ្លាមនោះមាននរណាម្នាក់យកផ្លែប៉ោមរបស់ខ្ញុំទៅគាត់ជាសិស្សម្នាក់នៅសាលាដូចគ្នាជាបុរសដែលល្បីនិងសង្ហាបំផុតគឺឈ្មោះផាញ៉ាពូស្នោវាជាឱកាសមួយគាត់បានដើរមកជិតខ្ញុំនិយាយថាចង់លេងហ្គេមនេះទេប្រសិនបើអ្នកបាញ់ខុសខ្ញុំនឹងថាបថ្ពាល់អ្នកម្ដងប្រសិនបើខ្ញុំបាញ់ខុសអ្នកត្រូវថាបខ្ញុំ2ដងតាមដែលអ្នកចង់បានគាត់ដើរលេងនៅទីនោះដោយរំភើបហើយខ្ញុំក៏គ្រវីក្បាលរួញរបស់ខ្ញុំបាញ់ត្រង់ចំផ្លែប៉ោមតែម្ដងប្រញាប់ឡើងថ្ពាល់ស្នេហ៍របស់ខ្ញុំក្រោយពីនិយាយបែបនេះហើយនាងក៏បង្ហាញទឹកមុខរីករាយខ្ញុំបានសើចយ៉ាងកក់ក្ដៅឥឡូវនេះអ្នកអាចបើកភ្នែករបស់អ្នកបានហើយខ្ញុំបានរើសឆ្មាដែលនៅក្បែរខ្ញុំហើយលោតលើវាបន្ទាប់មកខ្ញុំបានចាក់ចេញហើយសេបញ្ចូលវានៅក្នុងផ្នែកមតិយោបល់បន្ទាប់មកអ្នកខ្លាយជាព្រះនាងតូចដែលត្រូវបានស្រឡាញ់ដោយនរណាម្នាក់បើមិនចឹងអត់ទេបន្ទាប់មកអ្នកត្រូវតែជាមនុស្សដែលមានយោបល់ផ្ទាល់ខ្លួននៅពេលល្ងាចខ្ញុំបានជួបមិត្តល្អបំផុតរបស់ខ្ញុំ Melody ទៅបារដើម្បីអបអរថ្ងៃកំណើតរបស់ខ្ញុំបុរសនោះបានតាមខ្ញុំទៀតហើយសម្លាញ់ព្រមជាមួយខ្ញុំតើអ្នកត្រូវបានទាត់ក្បាលដោយសត្វលាខ្ញុំបានបដិសេធគេរាប់រយដងហើយការចូលចិត្តអ្នកគឺជាបញ្ហាមួយប៉ុន្តែខ្ញុំគ្រាន់តែចូលចិត្តបង្កបញ្ហាបុរសម្នាក់នេះដូចជាទំពាស្កកៅស៊ូស្ទើរតែមិនអាចគេចចេញពីគេបានខ្ញុំគ្រាន់តែអាចធ្វើពុតជាទៅបង្គន់ខ្ញុំបានចូលទៅក្នុងបន្ទប់ខុសបន្ទប់នោះពោពេញទៅដោយបុរសថតដែលមានរូបរាងកាចសាហាវជាច្រើនសូមអភ័យទោសខ្ញុំបានទៅចូលបន្ទប់ខុសអ្នកបន្តមនុស្សទាំងនោះហាក់ដូចជាភ័យស្លន់ស្លោយ៉ាងខ្លាំងពេលពួកគេរៀបនឹងចាប់ខ្ញុំបានរត់ចេញទាន់ពេលទីបំផុតខ្ញុំអស់អារម្មណ៍ទ្រាំទៀតទេនៅថ្ងៃបន្ទាប់ក្រុមសន្តិសុខបាននាំគាត់ទៅឆ្ងាយElodieបានប្រាប់ខ្ញុំបងប្អូនជីដូនមួយរបស់គាត់មកពីជនបទកំពុងទេមកសាលារបស់យើងអ្នកពិតជាមានបងប្អូនម្នាក់ខ្ញុំមិនដែលឃើញបងប្អូនប្រុសរបស់ខ្ញុំពីមុនមកទេមើលនោះហើយជាវាខ្ញុំបានងាកក្បាលរបស់ខ្ញុំបានឃើញបុរសម្នាក់ដែលមើលទៅដូច Chawencheng ពួកគេកំពុងដើរមករកយើងក្មេងស្រីដែលនៅជុំវិញគាត់ទាំងអស់មានការបញ្ចេញមួយគួរឲ្យចាប់អារម្មណ៍ជាអកុសលគាត់បានធ្លាក់ចូលទៅក្នុងប្រភពទឹកគាត់ស្ដោះទឹកមាត់ចេញត្រីតាមពិតគាត់ធ្វើពុតថាគ្មានអ្វីកើតឡើងទេខ្ញុំស្ទើរតែសើចចង់ស្លាប់បងស្រីនឹកអូនទេបន្ទាប់មកបុរសនោះមើលមកខ្ញុំមិនដែលស្មានថាគាត់សង្ហាខ្លាំងនោះទេវាមើលទៅធ្លាប់ស្គាល់ខ្លះអ្នកត្រូវតែជាមិត្តសម្លាញ់របស់ប្អូនស្រីខ្ញុំគឺ Kromi ខ្ញុំឈ្មោះ Hotrementiga ហើយអ្វីបានជាអ្នកមើលទៅដូចស្គាល់តើយើងធ្លាប់បានជួបគ្នានៅកន្លែងណាដែរឬទេតើនារីក្នុងទីក្រុងទាំងអស់នេះសកម្មទេអញ្ចឹង Melody ទាញខ្ញុំចេញដើម្បីឲ្យខ្ញុំស្ដាប់មិនហ៊ានចែកចង់ជាមួយបងប្រុសខ្ញុំដឹងថាអ្នកជាមនុស្សបែបណាបន្ទាប់ពីលេងជាមួយនឹងអារម្មណ៍របស់ពួកគេខ្ញុំបានបោះចោលពួកគេមិនក៏ហ៊ានប្រព្រឹត្តនឹងបងប្រុសបែបនេះខ្ញុំនឹងផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយអ្នកកុំបារម្ភគាត់មិនមែនជាប្រភេទរបស់ខ្ញុំទេចាប់តាំងពីពេលនោះមកយើងទាំង3តែងតែនៅជាមួយគ្នារូបរាងរបស់ Chiga គឺល្អឥតខ្ចោះប៉ុន្តែគាត់ជាមនុស្សឈឺសាច់រាល់ថ្ងៃគឺជាការធ្លាក់ឬនៅលើផ្លូវទៅកាន់ការធ្លាក់ចុះភ្នែករបស់គាត់ថែមទាំងហាមដោយសារត្រូវសក់ពេលមួយដែលខ្ញុំបានឃើញពាក្យនៅក្នុងផ្ទះរបស់ខ្ញុំរំពេចនោះខ្ញុំបានដឹងថាហេតុអ្វីបានជា Ultramantiga ហាក់ដូចជាសាមខ្ញុំបានឃើញនាងលើកចុងក្រោយក្នុងការតាំងពិព័រណ៍សិល្បៈមួយជាមួយម្ដាយរបស់ខ្ញុំគំនូរនោះត្រូវបានគូរដោយនាងប៉ុន្តែ Melody មិនជឿទាល់តែសោះនាងតែងតែរស់នៅជនបទសូម្បីតែមិនអាចគូររង្វង់ថាគាត់ជាវិចិត្រករទោះបីជាមិត្តល្អបំផុតរបស់នាងបានបដិសេធក៏ដោយប៉ុន្តែខ្ញុំប្រកាសថាជានាងប្រកាសជាលក្ខអ្វីមួយដូច្នេះខ្ញុំសម្រេចចិត្តតាមដាននាងដោយសម្ងាត់ខ្ញុំលួចតាមនាងទៅកន្លែងហាត់ប្រាណបុរសម្នាក់នេះចំណាយពេលពេញមួយរសៀលបោះមិនមែនមានអ្នកតែមួយទេបានធ្វើវាខ្ញុំបានរំលងម៉ោងរៀនដើម្បីធ្វើក្រចកស្រាប់តែមានឡានមួយមកស្ទាក់ផ្លូវខ្ញុំស្ត្រីចំណាស់ម្នាក់កំពុងលក់ផ្លែប៉ោមឲ្យខ្ញុំពួកគេបាននិយាយថាពួកគេចង់រៃអង្គាសថវិកាសម្រាប់មណ្ឌលកុមារកំព្រាខ្ញុំបានដកប្រាក់ 10000 រៀលដោយផ្ទាល់ទីគេស្រាប់តែចាប់ពីលើកន្ត្រកតើអ្នកធ្វើអ្វីបោះចោលអត្តសញ្ញាណប័ណ្ណរបស់អ្នកស្ត្រីចំណាស់បានរត់គេចខ្លួនដោយភ័យខ្លាចកុំយករបស់ពីមនុស្សចម្លែកចុះបើគាត់បំពុលអ្នកតើអ្នកគិតថាខ្ញុំជា Snow White ទេយាយដ៏គួរឲ្យស្រឡាញ់នោះចង់បំពុលខ្ញុំមែនអ្នកមិនបានដឹងថាវាមានគ្រោះថ្នាក់ដល់កម្រិតណាទេមកខ្ញុំបានហែទឹកជាមួយឆ្លាមតាំងពីខ្ញុំនៅក្មេងគាត់ថែមទាំងលោតចេញពីពេញប៉ោងខ្យល់ក្តៅដែលកំពុងឆេះខ្ញុំដឹងថាអ្នកមកពីជនបទប៉ុន្តែកុំគិតថាអ្នកក្រុងអាក្រក់ពេកប៉ុន្តែបុរសម្នាក់នេះកាន់តែមានភាពចម្លែកនិងចម្លែករាល់ពេលដែលយើងញ៉ាំគាត់នឹងហិតវាដូចជាឆ្កែវាបានរងាប់ចំណងអាហាររបស់ខ្ញុំទាំងស្រុងអញ្ចឹងសំឡេងបន្លឺឡើងពីខាងក្រោយភ្លាមនោះទីកាវាខ្ញុំហើយចាប់ខ្ញុំផ្ដួលទៅនឹងដីវាស្ទើរតែធ្វើឲ្យខ្ញុំផុតដង្ហើមអ្នករាល់គ្នានៅជុំវិញយើងសម្លឹងដោយមិនជឿវាស្រែកថាអ្នករត់ទៅបានបំបែកចានដោយចៃដន្យសូមអភ័យទោសខ្ញុំគិតថាមាននរណាម្នាក់បាញ់ទោះជាមាននរណាម្នាក់បាញ់ហើយអ្វីបានជាអ្នកជួយសង្គ្រោះក្រុមនេះខ្ញុំជាបងស្រីរបស់អ្នកទោះបីជាឈួតក៏ដោយប៉ុន្តែការការពារគាត់នៅតែប៉ះខ្ញុំយ៉ាងខ្លាំងប៉ុន្តែភាពច្របូកច្របល់របស់គាត់ពិតជាធ្វើឲ្យខ្ញុំឈួតនៅពេលមួយគាត់កំពុងវាយសត្វរុយការទេកំភ្លៀងបានការពារមុខរបស់ខ្ញុំសុំទោសខ្ញុំមិនមានបំណងទេហើយអ្វីបានជាអ្នកតែងតែល្ងងដូច្នេះខ្ញុំភ័យគ្រប់ពេលដែលឃើញអ្នកប្រហែលមកពីអ្នកស្អាតពេកតើអ្នកចង់មានន័យអ្វីភ្លាមនោះគាត់បានយកមុខរបស់ខ្ញុំនៅក្នុងដៃរបស់គាត់តើគាត់ចូលចិត្តខ្ញុំទេតែខ្ញុំមិនចង់ឲ្យ Melody យកខុសទេដូច្នេះខ្ញុំបានបដិសេធគាត់នៅថ្ងៃបន្ទាប់បុរសម្នាក់នេះពិតជាបានជាប់គាំងក្នុងបង្គន់មែនតើអ្នកអាចឲ្យខ្ញុំខ្ចីដៃបានទេជើងរបស់ខ្ញុំស្ពឹកព្រោះខ្ញុំប្រើកម្លាំងខ្លាំងពេកបូមាត់របស់យើងប៉ះដោយចៃដន្យហើយមិត្តល្អបំផុតរបស់នាងបានឃើញរឿងនេះវាមិនមែនជាអ្វីដែលអ្នកគិតនោះទេនោះជាគ្រោះថ្នាក់មួយខ្ញុំអាចប្រាប់អ្នកថាអ្នកចូលចិត្តគាត់សូមកុំនៅជាមួយគាត់អីយល់នៅគាត់ពិតជាមិនសមនឹងអ្នកទេពាក្យរបស់មិត្តសម្លាញ់របស់ខ្ញុំបានធ្វើឲ្យខ្ញុំយ៉ាងចម្លែកហេតុអ្វីបានជាគាត់គិតថាយើងមិនសមជាគូប៉ុន្តែធីកាតែងតែនៅជាមួយខ្ញុំតើគាត់ដូចផាញ៉ាពូស្នោទេតើអ្នកចាប់ចិត្តខ្ញុំទេគាត់បាននិយាយថាគាត់នឹងនាំខ្ញុំទៅកន្លែងណាមួយនៅយប់នោះជាដំបូលអគារអាផាតដែលគេបោះបង់ចោលមិនមានចន្ទរយន្តនៅទីនេះទេយើងអាចឡើងដោយថ្មើរជើងតែប៉ុណ្ណោះគាត់បានទាញសម្ពុតខ្ញុំដូចក្មេងតើអ្នកចង់ឃើញខោក្នុងរបស់ខ្ញុំទេសុំទោសខ្ញុំខ្លាចភាពងឹតបន្តិចនៅពេលដែលយើងទៅដល់ជាន់ខាងលើ
ពួកគេថែមទាំងកំពុងរៀបចំអាហារពេលល្ងាចក្រោមភ្លើងទៀននៅទីនោះតើអ្នកចង់មានន័យអ្វីជាការពិតណាស់វាជាការណាត់ជួបជាមួយអ្នកប្អូនស្រីរបស់អ្នកមិនបានដាស់តឿនឲ្យប្រុងប្រយ័ត្នខ្ញុំទេគាត់និយាយមែនប៉ុន្តែខ្ញុំមិនជឿទេហេតុអ្វីគាត់ប្រឆាំងអ្នកធ្វើជាសង្សារខ្ញុំគាត់ចង់ការពារអ្នកខ្ញុំមិនពូកែក្នុងការដោះស្រាយទំនាក់ទំនងស្នេហាទេកាលខ្ញុំនៅក្មេងប៉ាបានចាក់ចេញទៅរកស្រីថ្មីទៀតចាប់ពីពេលនោះមកគាត់កាន់តែប្រងើយកន្តើយនឹងបុរសខ្ញុំក៏ទទួលឥទ្ធិពលពីគាត់ដែរខ្ញុំយល់ពីអារម្មណ៍របស់អ្នកប៉ុន្តែថ្ងៃណាមួយអ្នកនឹងដោះស្រាយចំនួនខាងក្នុងរបស់អ្នកបានក្រមឲ្យខ្ញុំចូលចិត្តអ្នកបន្ទាប់ពីគាត់និយាយចប់គាត់ក៏ងាកមកចិត្តខ្ញុំបិទភ្នែកដោយចេតនានៅពេលដែលបូមមាត់របស់យើងប៉ះគ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានគេឆក់ទេខ្ញុំមិនអាចធ្វើអ្វីដើម្បីក្បត់ Melody បានទេខ្ញុំគេងមិនលក់នៅយប់នោះចិត្តរបស់ខ្ញុំពោពេញទៅដោយការថាបនោះជាមួយនឹង Ultraman Tiga ខ្ញុំចង់និយាយជាមួយ Melody ค่ะប្រហែលជាគាត់នឹងផ្លាស់ប្ដូរគំនិតរបស់គាត់ហើយតើ Tiga កំពុងលាក់អ្វីនៅថ្ងៃបន្ទាប់ម្ដាយខ្ញុំប្រាប់ខ្ញុំថាគាត់បានឃើញជាងគំនូម្ដងទៀតភ្លាមនោះខ្ញុំមានគំនិតមួយខ្ញុំខ្លាញ់ខ្លួនឯងទៅពីពណ៌សិល្បៈខ្ញុំស្គាល់វាថាជា Ultraman Tiga ពីការមើលជាលើកដំបូងតែម្ដងដូច្នេះខ្ញុំធ្វើពុតជាដួលហើយគាត់បានកោះដៃរបស់គាត់ដោយបិទសូមអភ័យទោសខ្ញុំមិនបានរកមើលកន្លែងដែលខ្ញុំនឹងទៅអត់មានអីទេគ្រាន់តែរបួសស្រាលប៉ុណ្ណោះនៅថ្ងៃបន្ទាប់ Tiga ពាក់អាវដៃវែងខ្ញុំធ្វើពុតជាដួលពួកគេបានចាក់ទឹកក្រូចលើគាត់សូមអភ័យទោសសូមដោះសម្លៀកបំពាក់ចេញមិនអីទេគាត់នឹងធ្វើវាដោយខ្លួនឯងអ្នកនឹងផ្ដាសាយមិនអីទេខ្ញុំបានបុកវាដូចជាកំពុងមួយបន្ទាប់មកខ្ញុំបានសាកល្បងវិធីផ្សេងប៉ុន្តែមិនមានអ្វីមួយបានដំណើរការទេមើលទៅយើងនឹងត្រូវប្រើជញ្ជាំងក្រោយសាលាក្រោយមកខ្ញុំបានតាមដានគាត់ដោយសម្ងាត់បន្ទាប់មកគាត់បានវាគាត់បានដឹងភ្លាមរួចគេសង្កត់ខ្ញុំជាប់នឹងជញ្ជាំងតើអ្នកកំពុងធ្វើអ្វីខ្ញុំប្រញាប់ដោះដៃរបស់គាត់ប្រកាសណាស់មានរបួសយូរនៅទីនោះអ្នកគឺជាវិចិត្រករនោះអ្នកកុហកខ្ញុំរំពេចនោះខ្ញុំបានរីឆ្កែព្រោះពីក្រោយខ្ញុំបរោះមើលទៅគួរឲ្យខ្លាចពីអ្នកកំពុងសម្លឹងមកយើងពេលខ្ញុំប្រញាប់ចេញពីផ្ទះនាងបានចាប់ដៃខ្ញុំយើងបានរត់ជាច្រើនផ្លូវប៉ុន្តែនៅតែមិនអាចគេចចេញពីវាបានទីបំផុតគាត់បាននាំខ្ញុំទៅដំបូលអគារមួយត្រៀមយើងរៀបនឹងលោតទៅហើយតើអ្នកឈួតទេនេះជាជាន់ទី10តើមនុស្សទាំងនោះជានរណាកាន់ខ្ញុំឲ្យជាប់ចុះមិនទុកចិត្តខ្ញុំទេឬជាការពិតណាស់ខ្ញុំមិនជឿគាត់ទេអ្នកគឺជាមនុស្សល្ងងបំផុតដែលខ្ញុំធ្លាប់ឃើញខ្ញុំនឹងមិនអនុញ្ញាតឲ្យមានអ្វីកើតឡើងចំពោះអ្នកទេសង្កត់ឲ្យជាប់ខ្ញុំគ្មានជំរឿផ្សេងទេឥឡូវនេះមនុស្សទាំងនោះនឹងចាប់បានឆាប់នេះបន្ទាប់មកគាត់បានចាប់ខ្ញុំឲ្យលោតចុះក្រោមនេះជារឿងឈួតបំផុតដែលខ្ញុំធ្លាប់ធ្វើប៉ុន្តែយើងបានធ្លាក់ចូលទៅក្នុងធុងសម្រាមឥឡូវនេះមិនមែនជាពេលដែលត្រូវត្អូញត្អែទេទីក៏បន្តរត់គេចជាមួយខ្ញុំប៉ុន្តែមនុស្សទាំងនោះបានបញ្ឈប់យើងនៅផ្លូវបំបែកគាត់បានរុញខ្ញុំទៅម្ខាងយ៉ាងលឿនគាត់បានវាយគ្នាជាមួយមនុស្សទាំងនោះខ្ញុំមិនដែលរំពឹងថាគាត់អស្ចារ្យនោះទេអញ្ចឹងមនុស្សម្នាក់ទៀតកាន់កៅអីហើយដើរមកពីក្រោយគាត់ខ្ញុំមើលជុំវិញហើយឃើញតែខ្ទះជៀនមួយខ្ញុំចាប់វាហើយបោះវាទៅឆ្ងាយនៅទីនេះប៉ូលីសបានមកដល់ហើយឡោមព័ទ្ធក្រុមនោះជាក៏បានដកផ្លាកសញ្ញាប៉ូលីសចេញអ្នកត្រូវបានចាប់ខ្លួនហើយខ្ញុំមិនដែលរំពឹងថាគាត់ជាប៉ូលីសទេបន្ទាប់ពីនោះជាក៏បានប្រាប់ខ្ញុំគ្រប់យ៉ាងនេះជាពេលដែលខ្ញុំប្រារព្ធខួបកំណើតរបស់ខ្ញុំនៅបារលើកមុនដោយចៃដន្យខ្ញុំបានជួបការជួញដូរសម្ងាត់របស់ម៉ាហ្វីយ៉ាបន្ទាប់មកពួកគេបានកំណត់គោលដៅមកលើខ្ញុំអូថែមិនជីហ្គេជាអ្នកទទួលខុសត្រូវលើករណីនេះគាត់បានបន្លំខ្លួនជាងគំនូពេលខ្ញុំឃើញគាត់មកដោះស្រាយជាមួយខ្ញុំចូលរួមជាមួយសាលារបស់យើងដើម្បីការពារខ្ញុំចង់ប្រើអ្នកដើម្បីចាប់ពួកគេអ្នកពិតជាបានប្រើខ្ញុំជានុយពួកគេបានតាមប្រមាញ់អ្នករួចហើយអាហារពេលល្ងាចក្រោមភ្លើងទៀននៅលើដំបូលការពីលើកមុនខ្លាំងៗដែរទេអាគារនោះពោពេញដោយមន្ត្រីប៉ូលីសប៉ុន្តែពួកគេមិនបានធ្លាក់ចុះសម្រាប់វាទេតើវាជាការកុហកទាំងអស់ឬគាត់គ្រាន់តែធ្វើពុតជាចូលចិត្តខ្ញុំនេះនឹងផ្ដល់ឲ្យពួកគេនៅលេងដើម្បីស្នាក់នៅក្បែរខ្ញុំហើយបំពេញបេសកកម្មរបស់ពួកគេប៉ុន្តែខ្ញុំនៅតែដឹងគុណគាត់ដែលបានជួយសង្គ្រោះខ្ញុំអ្នកមានសុវត្ថិភាពឥឡូវនេះខ្ញុំក៏គួររីកាទៅទីស្នាក់ការដែរពេលយើងបែកគ្នាខ្ញុំមានអារម្មណ៍គ្មានអ្វីទាំងអស់នឹងច្របូកច្របល់ដូចដែលបានរំពឹងទុកធីហ្គាមិនបានមកសាលារៀនទេនៅថ្ងៃបន្ទាប់ដូច្នេះខ្ញុំបានទៅសួរមិត្តល្អបំផុតរបស់ខ្ញុំគាត់បានធ្វើជាតំណាងស៊ើបអង្កេតសម្ងាត់ជាយូរមកហើយប៉ូលីសមិនអនុញ្ញាតឲ្យខ្ញុំសួរអំពីគាត់ទេតាំងពីមុននោះមកខ្ញុំបានការពារអ្នកយ៉ាងច្បាស់នៅភោជនីយដ្ឋានខ្ញុំទើបតែដឹងប៉ុន្តែគាត់គ្រាន់តែថាអ្នកជាប់ពាក់ព័ន្ធនឹងករណីមួយគាត់មកទីនេះដើម្បីស៊ើបអង្កេតករណីមួយនោះហើយជាមូលហេតុដែលខ្ញុំបញ្ឈប់អ្នកពីការនៅជាមួយគ្នាគាត់នឹងមិនបង្កើតអារម្មណ៍ទឹកទេខ្ញុំមិនចង់ឲ្យអ្នកជិះចាប់ទេខ្ញុំអាចមើលឃើញវានៅក្នុងភ្នែករបស់អ្នកវាច្បាស់ណាស់ថាអ្នកបានលងស្រឡាញ់គាត់ហើយប៉ុន្តែខ្ញុំនៅតែមិនណែនាំអ្នកទាំងពីរឲ្យនៅជាមួយគ្នាខ្ញុំសូមប្រាប់អ្នកថាខ្ញុំនឹងមិនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ទៀតទេទោះបីជានោះជាអ្វីដែលខ្ញុំបាននិយាយក៏ដោយប៉ុន្តែខ្ញុំនៅតែមិនអាចជួយបាននៅតែគិតពី Ultraman Tiga ម្ដាយរបស់ខ្ញុំក៏បានកត់សម្គាល់ឃើញថាមានអ្វីខុសជាមួយខ្ញុំម្ដាយខ្ញុំអង្គុយក្បែរខ្ញុំហើយអោបខ្ញុំដោយពិបាកចិត្តខ្ញុំដឹងថាអាកប្បកិរិយារបស់ឪពុកអ្នកបានប៉ះពាល់ដល់អ្នកប៉ុន្តែអ្នកមិនអាចបិទផ្លូវខ្លួនឯងបានទេវាជារឿងធម្មតាទេដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ខ្ញុំជឿថាអ្នកប្រកាសជានឹងរកឃើញស្នេហាពិតរបស់អ្នកនៅទីបំផុតម្ដាយរបស់ខ្ញុំបានសម្រេចចិត្តនាំខ្ញុំទៅវិស្មកាលយើងបានឮសំឡេងបន្លឺឡើងភ្លាមពេលយើងមកដល់អាកាសយានដ្ឋានខ្ញុំបានងាកហើយឃើញ Ultraman Tiga បានខ្ទាស់ Pineapple ស្នោដល់ដីតើអ្នកទាំងពីរកំពុងធ្វើអ្វីនៅទីនេះក្រមេជាទីស្រឡាញ់របស់ខ្ញុំតើខ្ញុំអាចរស់នៅដោយគ្មានអ្នកដោយរបៀបណាបុរសម្នាក់នេះមិនបានអនុញ្ញាតឆ្លងកាត់ទេពួកគេបានលូនចូលតាមរន្ធឆ្កែទីបំផុតសន្តិសុខក៏នាំគាត់ទៅបាត់តើអ្នកកំពុងធ្វើអ្វីនៅទីនេះបើខ្ញុំនិយាយថានឹកអ្នកតើអ្នកជឿខ្ញុំទេតើអ្នកទៅណាសូមទោសនេះជាការសម្ងាត់មិនថាអ្នកចង់និយាយអ្វីទេអ្នកត្រូវតែចាប់ខ្លួនពួកគេខ្ញុំបានទទួលបេសកកម្មសម្ងាត់កម្ពុជាមួយកិច្ចការអ្វីធ្វើឲ្យអ្នកលងស្នេហ៍នឹងខ្ញុំធ្វើជាមនុស្សស្រីរបស់ខ្ញុំនេះពិតជាកិច្ចការដ៏លំបាកមួយតើអ្នកមានទំនុកចិត្តទេតើអ្នកអាចលើកទឹកចិត្តខ្ញុំមុនគេបានទេដូច្នេះវាប្រែថាអ្នកពិតជាល្ងងណាស់មានតែនៅចំពោះមុខក្មេងស្រីដែលខ្ញុំចូលចិត្ត